Lionel Messi បានបន្តសរសេរប្រវត្តិសាស្ត្រថ្មីនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 នៅវ័យជិត39ឆ្នាំកំពូលខ្សែប្រយុទ្ធសញ្ជាតិអាសង់ទីនរូបនេះបានក្លាយជាកីឡាករដំបូងគេដែលបានចូលរួមប្រកួត World Cup ចំនួន6លើកនិងបានបំបែកកំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ World Cup ផងដែរក្នុងការប្រកួតបើកឆាកជាមួយអាហ្សេរី Messi បានស៊ុតបញ្ចូលទី hat-trick ដំបូងរបស់ខ្លួននៅ World Cup និងជួយឲ្យអាសង់ទីនយកឈ្នះក្នុងលទ្ធផល3-0 ចំណែកឯការប្រកួតយប់មិញជាមួយអូទ្រីសក្រុមការពារតំណែងជើងឯកពិភពលោកអាសង់ទីនបានបន្តយកជ័យជំនះ2-0 Lionel Messi ជាវីរបុរសដដែលដោយស៊ុតបញ្ចូលទីទាំងពីរគ្រាប់និងនាំអាសង់ទីនឡើងទៅវគ្គបន្តដោយមានមួយប្រកួតនៅសល់ជាមួយនឹងគ្រាប់បាល់ទាំងពីរនេះ Messi បានបង្កើនចំនួនគ្រាប់បាល់របស់ខ្លួននៅ World Cup ដល់18គ្រាប់និងបន្តពង្រឹងកំណត់ត្រាថ្មីរបស់ខ្លួនពីឆ្នាំ2006ដល់ឆ្នាំ2026ពិភពបាល់ទាត់នៅតែឮឈ្មោះ Lionel Messi នៅវ័យជិត39ឆ្នាំគាត់មិនត្រឹមតែលេងបាល់ទាត់ទេប៉ុន្តែកំពុងសរសេរប្រវត្តិសាស្ត្រថ្មីរៀងរាល់ការប្រកួត